ស្ដីអរគុណធ្វើម្ហូបស្ងោរតឡាចសាច់ជ្រូកច្រាំខ្ញុំមានតឡាចខ្ចីមួយហើយខ្ញុំមានសាច់ជ្រូកច្រាំបន្តិចខ្ញុំយកសាច់ជ្រូកហ្នឹងទៅប្រឡាក់គ្រឿងរួចខ្ញុំត្រៀមយកវាមកញាត់ជាមួយតឡាចដែលយើងបានខ្វៀលយកបន្ទោលចេញបន្ទោលខ្ញុំអត់ចោលទេខ្ញុំទុកស្ងោរដែរបន្ទាប់ពីញាត់រួចយើងមាននេះខ្ញុំដាក់យឺហឺនឹងដុំស៊ុបខ្នុរយើងដាំទឹកបន្ទាប់ពីទឹកពុះហើយយើងបង់ស៊ុបខ្នុរចូលនិងដាក់យឺហឺចូលហើយយើងដាក់តឡាចចូលកន្លែងហ្នឹងយើងបិទភ្លើងកុំឲ្យវាទឹកពុះដើម្បីឲ្យវាខ្ទាតសាច់ចេញពីតឡាចយើងដាក់តឡាចចូលទាំងអស់ទៅហើយសាច់ជ្រូកច្រាំដែលនៅសល់ហ្នឹងខ្ញុំដាក់ចូលទាំងអស់ដែរដល់យើងដាក់ហើយយើងបើកភ្លើងតិចកុំឲ្យវាពុះខ្លាំងវាអត់ឲ្យរបូតសាច់ជ្រូកយើងដាក់យើងក្រោមមកស្ទុះវត្តមកស្ទុះទៅខ្ញុំបើកមកហើយខ្ញុំដាក់បន្ទោលតឡាចដែលនៅសល់ចូលហើយយើងក្រោមគេហើយវាពុះខ្លាំងពេកយើងបើកមកយើងមើលវាបើសមល្មមហើយក៏បានសម្រាប់ខ្ញុំរសជាតិប៉ុណ្ណឹងគ្រប់គ្រាន់អូខេអរគុណ